ធ្វើធីកអក្សរច្រើនប្រភេទបែបនេះនៅលើក្រដាស Microsoft Word តើគឺដំណេចបើចង់ដឹងចូលទស្សនាវីដេអូរបស់គ្នាបាទអញ្ចឹងជាដំបូងយើងចូលមកកាន់ insert សិនមកយក shape ហើយយកពាក្យថា tick box យើងគូសលើវាហើយធ្វើការសេអក្សរមកបាទថាយើងសេព្រាជារយៈកម្ពុជាហើយធ្វើការផ្លុកដូរគុណវាបាទទៅមកយើងដោះពេលវាចេញដោះ outline ហើយធ្វើការកាត់វាកាត់យើងមកស្ដាំលើវាមកនិយាយថាកាត់បាទទៅមកយើងចូលមកកាន់ insert ដូចដើមយក shape ហើយយក rectangle មកធ្វើការគូសទៅមកយើងមកស្ដាំទៅលើ shape របស់យើងនេះហើយយើង format shape អញ្ចឹងបន្ទាប់មកយើងយកពាក្យថា texture of picture នេះបាទទៅមកចុចគាត់តែចុចទៅលើ clipboard នេះមកវានឹងបង្ហាញអក្សរដែលបានសេមិញហ្នឹងហើយបើយើងចង់ឲ្យបានវាពេញក្រដាសរបស់យើងក៏ធ្វើការ click ទៅលើនេះតាមកន្លែង tall picture as teacher នេះមកអញ្ចឹងវានឹងបង្ហាញក្រដាសរបស់យើងទាំងអស់ពេញក្រដាសរបស់យើងនេះអញ្ចឹងបើយើងចង់បានវាឃ្លាតឆ្ងាយឬក៏គៀកគ្នាអីយើងអាចសេរីទៅលើអាក់របស់យើងនេះ xy xy នេះ scale x offset x ឬក៏ offset x នេះ y នេះអញ្ចឹងការសេរីវាមកយើងចង់បានបែបម៉េចគឺយើងសេរីវាទៅត្រង់កន្លែងហ្នឹងអញ្ចឹងក្នុងមេរៀននេះមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូលពេក